สุดใจเนี่ยตักเนี่ยทั้งนี้ยังมีแล็ปท็อปทำไมมือเครื่องให้นี่คือ G Acer Aspire Life 14yeah ហើយថ្ងៃហ្នឹងគឺខ្ញុំមក review ផ្ទាល់តែម្ដងតើតងជាមួយនឹង laptop មួយ model ហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលជាសិស្សសាស្ត្រចង់យក laptop យកទៅប្រើការសម្រាប់ការសិក្សាការរៀនសូត្រប្រចាំថ្ងៃណាអញ្ចឹងខ្ញុំ recommend សម្រាប់ laptop មួយ model នេះជូនអ្នកនរគ្នាហើយសម្រាប់តម្លៃរបស់វាគឺធូរថ្លៃមែនទែនតែតាមតែ$300ជាងទេហើយសម្រាប់អ្នកនរគ្នាដែលចាប់អារម្មណ៍អាចមកស្វែងរក laptop មួយនេះបាននៅ NTL showroom ដែលមានទីតាំងនៅទល់មុខនឹងសាលាសន្ធមុខអូខេហើយឥឡូវខ្ញុំចាប់ផ្ដើមប្រាប់តែម្ដងទៅទាក់ទងជាមួយនឹង laptop មួយ model នេះអញ្ចឹងដូចទាំងអស់គ្នាឃើញអញ្ចឹងទាំងរូបរាងទាំងអីហ្នឹងគឺវាមានលក្ខណៈស្ដើងតូចហើយអេក្រង់របស់វានេះគឺ14អ៊ីនទាំងអស់គ្នាហើយពិសេសនោះគឺវាភ្ជាប់នៅបច្ចេកវិទ្យាថ្មីរបស់វាដែលគេហៅថា WUXGA ណាអញ្ចឹងគឺវាមើលទៅឃើញច្បាស់តិចភ្នែកហ្មងសម្រាប់អេក្រង់ហ្នឹងអញ្ចឹងឥឡូវដូចទាំងអស់គ្នាឃើញអញ្ចឹងពេលដែលយើងមើលចំពីមុខហ្នឹងណាគឺឃើញច្បាស់ហើយយើងមើលជាហៀងឃើញជាហៀងក៏វានៅតែស្អាតច្បាស់ភ្លឺល្អដែរមិនថាយើងមើលនៅជ្រុងណា angle ណាទេគឺវានៅតែមានកម្រិតភាពច្បាស់ហើយតិចភ្នែកស្រួលមើលហ្មងអូខេហើយតាក់ទងជាមួយនឹង laptop មួយ model នេះដែរគឺវាភ្ជាប់ជាមួយនឹង CPU Core i3 N355 ឥឡូវខ្ញុំបង្ហាញ spec របស់វាជូនអ្នកទាំងអស់គ្នាទៅចុះបាទ performance បាទអូខេអ្នកគ្នាឃើញទេបាទនេះគឺតកតងជាមួយនឹង spec របស់វាបាទតែ spec របស់វានេះគឺវាមាននៅ CPU Core i3 N355 ជាមួយនឹង RAM 8GB ហើយនឹងមាននៅ SSD 512GB ហើយបើ Wi-Fi វាគឺ Wi-Fi version 6ជំនាន់ទី6ហើយជាមួយនឹង GPU របស់វាគឺ Intel Graphics អញ្ចឹងបើសម្រាប់លេង game ខ្ញុំអត់ recommend ទេប៉ុន្តែបើសម្រាប់យកទៅរៀនយកទៅធ្វើការងារការិយាល័យមិនថាជាកម្មវិធី Word Excel PowerPoint ឬក៏ជាពិសេសនោះសម្រាប់សិស្សដែលគាត់ចង់យកទៅប្រើប្រាស់នៅក្នុងការសិក្សាប្រកបដូចជាការធ្វើ assignment ការធ្វើ PowerPoint ឡើង presentation អីជាដើមអញ្ចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យជូនអ្នកទាំងអស់គ្នាបាទអូខេបាទឥឡូវខ្ញុំtest spec របស់វាហើយគឺខ្ញុំនិយាយពី performance របស់វាដំណើរការលឿនអ្នកគ្នាហើយខ្ញុំបើកកម្មវិធី3 4 5នៅក្នុងពេលតែមួយបានហើយអញ្ចឹងមិនថាជាកម្មវិធី Word Excel អីទេគឺងាយស្រួលនៅក្នុងនេះមែនតើបាទចង់អូសមក3ហើយ touchpad របស់វានេះក៏ស្រួលនៅក្នុងការអូសដែរបាទ touchpad របស់វាបាទអូខេវា smooth មែនតើវាថ្មីហើយវាដើរលឿនបាទហ្នឹងហើយដូចខ្ញុំប្រើអញ្ចឹងនេះ Word ឥឡូវយើងបើកផ្សេងទៀតតែទៅមក Excel អញ្ចឹងទៅបាទវាជាការ testing ទេទាំងអស់គ្នាហើយវាចង់ដឹងផ្ទាល់អីអាចមកហាងផ្ទាល់បានហើយនេះកម្មវិធី PowerPoint ហ្នឹងហើយបាទអូខេឃើញទាំងអស់គ្នា smooth ដល់លឿនស្រួលនៅក្នុងការធ្វើការងារហើយអ្វីដែលមានពីលើនឹងទៀតតើតងជាមួយនឹង laptop មួយនេះដែរវាមានអេក្រង់ដែលអាចបត់បាន180 degree នេះដូចបងប្អូនឃើញអញ្ចឹងបាទ180 degree បាទហើយកាច់លើហ្នឹងបាក់អូខេហើយបន្ថែមពីនឹងតើតងជាមួយនឹង port របស់វាអូខេបាទនេះគេហៅថា connectivity របស់វា port របស់វាមានច្រើនយើងមានរុនសម្រាប់សាកថ្មយើងមាន Type C HDMI USB-A 3ចុចអាហ្នឹងដើរលឿនបាទហើយជាមួយនឹង Type C មួយទៀតអញ្ចឹងគឺវាមានរុនច្រើនសម្រាប់ support ឬក៏ connect ទៅកាន់ឧបករណ៍ផ្សេងរបស់យើងអាហ្នឹងជ្រុងមួយហើយនៅជ្រុងខាងមួយទៀតបាទបងប្អូនឃើញបាទនេះជារុនmicro SD card បាទហើយជាមួយនឹងរុនចាក់សំឡេងឬហៅថា audio ហ្នឹងឯងបាទអូខេបាទអញ្ចឹងសម្រាប់អ្នកទាំងគ្នាដែលត្រូវការ laptop យកទៅធ្វើការរៀនសូត្រជាពិសេសបងប្អូនដែលទៅចប់បាក់ឌុប
ឬក៏អ្នកដែលចាំចូលឆ្នាំទី1ទី2អីចង់បាន laptop យកសម្រាប់ធ្វើការងារទាំងអស់ហ្នឹងអាចចាប់អារម្មណ៍ខ្ញុំអាច recommend មួយនេះបានបាទអូខេបងប្អូនគ្នាខ្ញុំមានតែប៉ុណ្្នឹងនៅក្នុងការបង្ហាញជូនអ្នកនរគ្នាហើយបើចង់ដឹងលម្អិតអាច comment សួរបានឬមួយក៏អ្នកនរគ្នាអាចទៅកាន់ហាង Adel Showroom ផ្ទាល់បានដែលនៅទល់មុខសាលាសន្ធមុខអូខេបាទហើយចុងក្រោយនេះគឺមានតែបិទហើយបង្ហាញរូបរាងវានេះអ្នកគ្នាឃើញទេស្រាលទូចស្រាល9អ៊ីងបាទអូខេរួមមែនតើហើយនេះខាងក្រោយវាបងប្អូនគ្នាខ្ញុំវាមានរុនប្លោះខ្យល់មួយនេះអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនហ្នឹងវាដើរទៅវាអត់ងាយនឹងក្តៅណាបាទហ្នឹងហើយអញ្ចឹងវាល្អនៅត្រង់ហ្នឹងដែរអូខេបងប្អូនគ្នាខ្ញុំមានតែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយហ្នឹងហើយកុំភ្លេចជួយ subscribe ដល់អ្នកគ្នាផងបាទដើម្បីយើងនឹងស្គាល់ laptop ផ្សេងៗទៀតជាមួយនឹងខ្ញុំអូខេអរគុណច្រើនបាយបាយ